Ba anh nhát group chấm điểm xua bọc mai bong bồn đại nội dung tam đàn thế sana nó không phảiแต่dương bong bồn nó kia videoนี้คือខ្ញុំក្រុមជាងយើងប្រហែលការឋាននៅខាងភូមិស្រែវាលនៅខាងភូមិជាប់ក្រាំងលាវដែរបងប្អូនអ្នកគ្នាខាងខេត្តកំពង់ឆ្នាំងពុកម៉ែបងប្អូនអ្នកគ្នាប្រភេទវិឡាទឿពុកម៉ែបងប្អូនអ្នកគ្នាហើយយើងសូមបង្ហាញទស្សនវិជ្ជាខាងក្រៅមកជុំជូនពុកម៉ែបងប្អូនអ្នកគ្នាផ្ទះនេះដែរគឺជ្រីជ្រុងសាមញ្ញល្មមបងប្អូនអ្នកគ្នាមិនជាជ្រីជ្រុងកាចអីប្រហែលទេផ្ទះនេះប៉ុន្តែគាត់ថាជ្រីជ្រុងយើងលិចបានស្អាតស្អាតពុកម៉ែបងប្អូនអ្នកគ្នាហើយពណ៌ថ្នាំនេះគឺបងម្ចាស់ផ្ទះបងស្រីបងប្រុសគាត់រើសផ្ទាល់ពុកម៉ែបងប្អូនអ្នកគ្នានិយាយទៅតើតើមួយការងារថ្នាំអីយើងអត់មានមតិយោបល់ទេនៅក្នុងការស្រឡាញ់ពុកម៉ែបងប្អូនអ្នកគ្នាអាចរើសបានតែថ្នាំយើងប្រើប្រាស់សុទ្ធតែប្រភេទថ្នាំល្អទៅលើប្រភេទតេសវីឡាពុកម៉ែបងប្អូនអ្នកគ្នាអញ្ចឹងទស្សនវិជ្ជាមកជុំនេះពុកម៉ែបងប្អូនអ្នកគ្នាស្រឡឹងមើលទៅតើតើមួយការងារយើងបានស្អាតគ្រាន់បាទដែរហើយផ្ទះនេះសាងសង់នៅក្នុងតម្លៃ$30,000តិចតួចទេពុកម៉ែបងប្អូនអ្នកគ្នាសម្រាប់ប្រភេទតែអត់20ពុកម៉ែបងប្អូនអ្នកគ្នាផ្ទះនេះដែរបើយើងនិយាយខ្លីជ្រីជ្រុងទាំងអស់ភាគច្រើនយើងចាប់ជាប្រភេទបេតុងពុកម៉ែបងប្អូនអ្នកគ្នាហើយប្រភេទទ្វារមុខគឺយើងកំងប្រភេទទ្វារចក្រមពុកម៉ែបងប្អូនអ្នកគ្នាដោយសារយើងកំងរៀងយូរដែរទ្វារចក្រមនេះណាយើងយកមកពីខាងខេត្តពោធិ៍សាត់ពុកម៉ែបងប្អូនអ្នកគ្នាដោយសារតែយើងបានធ្វើដូចជាមកការដ្ឋានពីរការដ្ឋានហើយជាមួយនឹងខាងក្រុមជាងឈើនៅខាងនេះពុកម៉ែបងប្អូនអ្នកគ្នាខាងខេត្តពោធិ៍សាត់អញ្ចឹងខាងក្នុងផ្ទះបងប្អូនតែងតែសួរថាតើការងារយើងនៅខាងក្នុងផ្ទះបានអីពុកម៉ែបងប្អូនអ្នកគ្នាកន្លឹងមើលទៅផ្ទះភាគច្រើនសំណង់គឺយើងធ្វើបែបហ្នឹងពុកម៉ែបងប្អូនអ្នកគ្នាមានពិដានមានភ្លើងហើយផ្ទះនេះគឺម្ចាស់ផ្ទះគេអត់យកការ៉ូអញ្ចឹងទេពួកកណាទៅយកការ៉ូអញ្ចឹងថែមលុយឲ្យពុកម៉ែបងប្អូនគ្នាអញ្ចឹងដើម្បីកាត់បន្ថយក្នុងការចំណាយអញ្ចឹងគឺម្ចាស់ផ្ទះក៏យកការ៉ូអញ្ចឹងទេហើយប្រភេទផ្ទះនេះដែរគឺពុកម៉ែបងប្អូនបានឃើញអញ្ចឹងពិដានយើងក៏លេងមកសំណំសំរុំជូនម្ចាស់ផ្ទះហើយប្រភេទឡាយជើងជះការ៉ូជើងជះនេះក៏សមរម្យដែរប្រភេទការ៉ូខ្មៅហើយនៅលើក្បាលតនេកតែងតែទុកព្រីភ្លើងមួយសម្រាប់ដោតសាកថ្មទូរស័ព្ទដាក់ក្រែអញ្ចឹងណាហើយនេះប្រភេទផ្ទះបាយមកសមរម្យអានេះបងម្ចាស់ផ្ទះគាត់ប្រើជាប្រភេទផ្ទះបាយស្ងួតបងប្អូនអ្នកគ្នាមានន័យថាគាត់ទុកប៉ែងតែកាហ្វេអីក្នុងផ្ទះមីសម្រាប់យប់ឡើងគាត់ត្រូវការឆុងត្រូវការអីចឹងណាពុកម៉ែបងប្អូនអ្នកគ្នាផ្ទះនេះបន្ទប់គេង3បន្ទប់ទឹក1ផ្ទះបាយ1បន្ទប់ទទួលភ្ញៀវ1ហើយឥឡូវយើងកំពុងរៀបចំនេះបងប្អូនដាក់ធ្នើព្យួរកៅអៅចុងក្រោយហើយនៅក្នុងបន្ទប់ទឹកគឺយើងបានបាទហើយសម្រាប់គ្រប់ផ្ទះទាំងអស់ដែលយើងសាងសង់ពុកម៉ែបងប្អូនអ្នកគ្នាយើងតែងតែមានប្លង់ 3D សម្រាប់ឲ្យម្ចាស់ផ្ទះពិនិត្យរាល់ជ្រីជ្រុងដែលគាត់ស្រឡាញ់ទាំងឡាយណាដែលគាត់ត្រូវពិនិត្យមើលព្រោះអីយើងធ្វើការទៅតាមតែប្លង់ដែរទេពុកម៉ែបងប្អូនអ្នកគ្នាធ្វើការមួយជាងមិនមែនមានន័យថាម្ចាស់ផ្ទះចង់កំងអីកំងនឹងបានទេបងប្អូនអ្នកគ្នាក្រោយពីការ approve ទៅលើប្លង់ 3D ប្លង់អីហើយគឺយើងធ្វើទៅតាមនឹងរកការផ្លាស់ប្ដូរផ្សេងម្ចាស់ផ្ទះនិងជាងអាចសម្រេចចិត្តក្នុងពេលណាក៏បានដែរក៏ប៉ុន្តែឲ្យស្របទៅតាមនៅ mode ដែលយើងបានរៀបចំក្នុងការសាងសង់ពុកម៉ែបងប្អូនអ្នកគ្នាមិនមែនជាងធ្វើការចិត្តឯងធ្វើលើសធ្វើខ្វះទៅតាមអ្វីដែលជជែកគ្នាជាក់ស្ដែងទេពុកម៉ែបងប្អូនអ្នកគ្នាស្រឡឹងមើលទៅ mode 3D ជាមួយនឹងប្រភេទផ្ទះដែលយើងសាងសង់ហើយគឺដូចគ្នាប៉តែម្ដងពុកម៉ែបងប្អូនអ្នកគ្នាហើយសម្រាប់ការសាងសង់មួយគឺផ្ដល់ទំនុកចិត្តជូនអតិថិជនរាល់កំហុសខ្វះខាតតាណាយើងតែងតែបំពេញនៅក្នុងលក្ខណៈជាក្រុមសិលធម៌នៃជាងដែលសាងសង់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាអរគុណណាស់សម្រាប់ការទំនុកចិត្ត25ខេត្តក្រុងក្រុមជាងផ្ទះយើងដើរហើរទំនុកចិត្តជូនអតិថិជនទាំងអស់គ្នាចុងក្រោយសូមអរគុណអតិថិជនដែលគាំទ្រ